បាទចូលមកដល់សំណួរទី49លោកបានសាកសួរថានៅពេលដែលលើកអំបោះចងដៃប្រសិទ្ធភាពឲ្យទៅជាអំបោះដែលមានសេរីសួស្តីមុនដែលលោកមហាឬលោកអាចារ្យប្រគល់របស់ហ្នឹងទៅដល់ក្រុមញាតិសន្តានចូលមកចងដៃតើលោកអាចារ្យហ្នឹងគាត់ត្រូវសូត្រធម៌អ្វីហើយមួយទៀតថាពេលដែលបវល7ក្រៅពីសូត្រធម៌ជាចន្តោតើអាចសូត្រធម៌អ្វីបានដែរឬទេបាទអញ្ចឹងจะตรงក្នុងពិធីចងដៃនេះមិនថាតែនៅក្នុងពិធីគួចដៃតូចឬក៏ថាពិធីចងដៃពេលសម្រាប់ទឹមទេនៅពេលដែលរៀបចំការចងដៃនេះជាទំនៀមទម្លាប់គឺបើបុរាណលោកតែងតែប្រើអំបោះថាអំបោះឆៅអំបោះមិនតាន់ឲ្យបាយអំបោះសដូចជាពាក្យខ្មែរដូចជាពាក្យក្នុងការឲ្យពោលដូចជាអំបោះសសំគួរកប់ឧត្តមដោយលោកសវណ្ណាអីជាដើមគឺលោកធ្វើសេចក្តីប្រៀបធៀបថាអំបោះនោះមិនសមែនជាអំបោះសស្អាតអំបោះសបរិសុទ្ធមិនតាន់ឲ្យបាយអីជាដើមnhưng mà តែលោកឧបមាដូចជាលុះសវណ្ណាដូចជាលុះពណ៌មាសអានេះថាដូចជាលុះពណ៌មាសហ្នឹងហើយវាជាវត្ថុដែលមានតម្លៃចឹងដឹងថាមាសជាវត្ថុដែលមានតម្លៃអញ្ចឹងការចងដៃហ្នឹងលោកអាចមានប្រើពណ៌សសុទ្ធបាទសបាយអំបោះមិនតាន់ឲ្យបាយឬក៏បច្ចុប្បន្ននេះអ្នកនិយមខ្សែចិនខ្លះក៏មានប្រើអំបោះពណ៌ក្រហមទៅឬក៏ពេលខ្លះទៀតអស់លោកខ្លះក៏លោកប្រើបែបជាអំបោះសឆៅយើងប៉ុន្តែលោកជ្រលក់ទឹករមៀតអីជាដើមហើយរូបដោយប្រមូលខ្មុំជាដើមអីហ្នឹងមើលទៅឃើញពណ៌ដូចជាលុះដែរពណ៌លឿងស្អាតអីចឹងទៅចឹងពេលខ្លះមានទាំង3ប្រភេទដាក់សម្រាប់ចងដៃក៏មានប៉ុន្តែសិតតែជាអំបោះធម្មតាប៉ុន្តែនៅក្នុងកិច្ចដើម្បីជាសេរីសួស្តីដើម្បីជាសេចក្តីសុខដើម្បីជាភាពសប្បាយចិត្តដើម្បីជាភាពរីករាយនៅក្នុងពិធីមង្គលដើម្បីជាការលើកឡើងនៅពីប្រផ្នូលនៃការឲ្យពោការឲ្យជ័យការយកវត្ថុធ្វើជាប្រផ្នូលជាគ្រឿងប្រៀបធៀបអីជាដើមហ្នឹងគឺលោកតែងតែធ្វើកិច្ចដែលលោកត្រូវនិយាយអាចថាសូមឲ្យអំបោះនេះជាអំបោះដែលមាននៅជោគជាយាឈ្នះឧបទ្រពចម្រៃឬក៏ការពារបញ្ជានៅសត្រូវវិនិច្ឆ័យអន្តរាយកុំឲ្យមកបៀតបៀនឬក៏អំបោះនេះចងទៅក៏ការពារឧបទ្រពចម្រៃទាំងឡាយទាំងពួងជាដើមឬក៏ដូចជាពាក្យចាស់ខ្លះទៀតលោកនិយាយថាចងដៃឆ្វេងឲ្យចាំចងដៃស្ដាំឲ្យជ័យអីចឹងឬទាំងឡាយខ្លះចងដៃឆ្វេងឲ្យរក្សាម៉ែចងស្ដាំរក្សាអវ័យជាដើមហ្នឹងគឺជាគ្រឿងប្រៀបធៀបគឺពាក្យបច្ចាស់បុរាណលោកលើកឡើងមកដើម្បីជាសេរីសួស្តីអញ្ចឹងនៅក្នុងការសូត្រថាជាធម៌អីជាធម៌អីហ្នឹងគឺអាស្រ័យទៅតាមបែបបទទំនៀមទម្លាប់ទៅតាមប្រពៃណីទៅតាមទីកន្លែងដែលថាយើងចេះធម៌អីយើងនឹករលឹកធម៌អីក៏ជួបប្រើបានដែរអញ្ចឹងការតកតងទៅនឹងកិច្ចប្រសិទ្ធិចាំបាច់អញ្ចឹងខ្ញុំសូមចូលមកដល់ចម្លើយតែម្ដងគឺថាតកតងនឹងកិច្ចប្រសិទ្ធិពោជ័យមិនចាំបាច់តែធម៌មួយមេណាយកមកប្រើនៅក្នុងពេលធ្វើកិច្ចទាំងទេពេលខ្លះលោកអាចារ្យនេះក៏លោកចេះមេនេះលោកអាចារ្យនោះក៏ចេះមេនោះឬក៏លោកចេះច្រើនដូចតែគ្នាអញ្ចឹងទៅលោកចង់យកលើកធម៌ណាមេណាយកមកប្រើក៏បានឲ្យតែមើលទៅឃើញថាន័យហ្នឹងវាចូលទៅនឹងសាច់រឿងចូលទៅនឹងខ្លឹមសារសំខាន់ដែលយើងចង់បានតែចង់ឲ្យចងដៃទៅឲ្យកូនប្រុសកូនស្រីនឹងមានសេរីសួស្តីអីជាដើមដើម្បីបង្កបរិយាកាសនោះឲ្យមើលទៅឃើញពិធីនឹងមានភាពឱឡាត្រឹកអញ្ចឹងយើងយកធម៌អីក៏បានយកមកប្រើដើម្បីជាការឧបមាក៏ដល់ការរងាប់ចង្រៃឧបទ្រពទាំងឡាយទាំងពួងមិនត្រូវសាមងឬបញ្ជិះនៅវិបត្តិផ្សេងឲ្យតែធម៌ណានាំមកនៅតែសេចក្តីសុខតែធម៌ណាដែលជាធម៌នាំមកដល់សេចក្តីចម្រើនជាអាចចំពោះធម៌ប្រសិទ្ធិប្រព្រំនេះលោកអាចសូត្របែបដូចនេះក៏បានដែរគឺសូត្រថាបញ្ចមេរាចណោនីថោតតោមុតរាំងចាត់ទុកសច្ចੰបលាយន្តោបានលោកធ្វើកិច្ចចឹងម្ដងជា2ដងឬ3ដងក៏បានទៅតាមពេលវេលាហ្នឹងទៅហើយមួយទៀតលោកក៏អាចសូត្រមួយមេផ្សេងទៀតបានដែរថាពុទ្ធាំបរមាំងសុខੰធម្មំបរមាំងសុខੰសង្ឃំបរមាំងសុខੰហើយពេលកន្លែងខ្លះទៀតអាចារ្យខ្លះចារ្យបារាណនេះក៏លោកអាចលើកពីធម៌គុំធាតុមកឲ្យធម៌គុំធាតុហ្នឹងគឺធម៌អីគឺតកតងនឹងការលើកឡើងមកពីអាការៈទាំង32បាទមានទេសាសក់លោមីរោមអ្នកខាកញ្ចក់អីជាដើមចឹងទៅរហូតដល់អត្តកេមតឡងទាំងគូក្នុងក្បាលអីជាដើមបាទហ្នឹងគឺដូចខ្ញុំលើកខាងដើមគឺអាស្រ័យទៅលើការចិត្តចាំនិងការយល់ថាធម៌ណាអាចយកមកប្រើបានមិនជាចំទាស់ទេតែបើចំពោះធម៌ជាចន្តោធម៌ជាចន្តោមួយនេះយើងឃើញថាសូត្រនៅក្នុងពិធីអីក៏តបានពិធីមង្គលការពិធីមង្គលបុណ្យអភិសេកព្រះឬក៏ផ្សំគុំគុំប្រុសស្រីនៅក្នុងពិធីស្ដីសម្ដឹងអីក៏យើងនៅមានប្រើពេលដែលសូត្រមុននេះក៏មានប្រើពេលយកពេលលាយើងក៏មានប្រើពេលចងដៃយើងក៏មានប្រើអញ្ចឹងមិនន័យថាធម៌នេះគឺជាធម៌ដែលអាចប្រើប្រាស់បានគ្រប់ពេលគ្រប់វេលាព្រោះបើនៅក្នុងសេចក្តីនេះយើងដឹងថាគឺជាធម៌ដែលគេសូត្រទេវតាទាំងឡាយអិនព្រំទាំងឡាយមនុស្សទាំងឡាយសូត្រសរសើរសាទរចំពោះព្រះពុទ្ធជាម្ចាស់ដែលព្រះអង្គបានពោលអំពីមនុស្សយើងដែលរស់នៅដោយមានសេចក្តីសុខក្នុងជីវិតជាអ្នកខាត់ត្រឹកល្អជាមង្គលល្អជាពេលភ្លឺស្វាងល្អជាពេលនៃអរុណរះល្អនោះបានន័យថាពេលណាក៏ល្អមិនថាយមថាថ្ងៃឬក៏ពេលណាក៏ជាមង្គលជាអ្នកខាត់ត្រឹកដែរឲ្យតែមនុស្សយើងនោះប្រព្រឹត្តល្អដោយកាយដោយវាចានិងដោយចិត្តបាទនេះអញ្ចឹងចំពោះពុទ្ធិកានៅកន្លែងនេះគឺជាពុទ្ធិកាដែលខ្លីងាយយល់ថាមនុស្សយើងមានកម្មល្អអាក្រក់
បានសុខបានទុកមិនគិតទៅលើថ្ងៃទៅលើខែទៅលើឆ្នាំទេគឺឲ្យតែយើងគិតថាពេលដែលយើងចង់ធ្វើអ្វីមួយកិច្ចមង្គលធ្វើអ្វីមួយឬក៏យើងធ្វើអ្វីមួយប្រព្រឹត្តអ្វីមួយឲ្យតែការធ្វើនោះវាជាការបរិសុទ្ធហៅថាបរិសុទ្ធដោយកាយដោយវិចារដោយចិត្តបរិសុទ្ធដោយកាយយើងដឹងថាมันបៀតបៀនបរិសុទ្ធដោយវិចារមិនពោមមុសាបរិសុទ្ធដោយចិត្តមិនចង្អៀតចង្អល់មិនឈ្នានេះមិនចំណែនអីគេជាដើមនឹងថាធ្វើកិច្ចអីក៏ដោយមិនចាំបាច់ថាតគុណតគូឬរោមើលពេលគ្រប់តែយ៉ាងគ្រប់តែពេលនោះទេលោកលើកឡើងអញ្ចឹងហើយលោកសំដែងពីការបូជាទៅលើព្រាហ្មណ៍ទាំងឡាយហ្នឹងអ្នកមានសិលឬអ្នករក្សាសិលពិសេសយើងអ្នកគ្រប់ពុទ្ធសាសនាហ្នឹងយើងបូជាចំពោះព្រះសង្ឃអីជាដើមហ្នឹងហើយក៏ជាហេតុនាំឲ្យយើងបាននៅសុខសុខដែរអញ្ចឹងតើតោនឹងធម៌ជាចន្ទតោនេះគឺជាធម៌មួយដែលចាក់ទុំលោកតែងតែប្រើបានក្នុងពិធីមង្គលការនេះគឺថាធម៌សុទ្ធចន្ទតោពេលបាច់ការនេះក៏លោកសូត្រដែរជាការប្រព្រឹត្តពេលខ្លះបវល7ហ្នឹងក៏លោកមានសូត្រដែរអញ្ចឹងមិនប្រកាន់ទេព្រោះមែនទែនទៅគឺធម៌ប្រពុតយកមកប្រើប្រាស់នៅក្នុងពិធីគេហៅថាមិនថាធានាមទម្លាប់ជាប្រពៃណីធានាមទម្លាប់យើងក្តីឬក៏បែបពិធីសាសនាក្តីទេគឺថាធម៌របស់ប្រពុតគ្រប់យ៉ាងសិតតែអាចយកមកសូត្រឲ្យយើងទាំងអស់គ្នានឹងបានរីករាយបានសប្បាយចិត្តបើសិនបើយើងដឹងពីសេចក្តីប្រែទៀតនោះគឺថាក្នុងធម៌នីមួយៗសិតតែធ្វើឲ្យយើងនឹងមានសេចក្តីគេហៅថារីករាយកាយរីករាយចិត្តពេលដែលបានស្ដាប់ពេលដែលបានឮពេលដែលមានសទ្ធាជ្រះថ្លាចំពោះពាក្យពុទ្ធវចនៈអញ្ចឹងខ្ញុំសូមលើកឡើងមកសង្ខេបដោយខ្លីវិញប៉ុណ្ណឹងត្រឹមតែទៅនឹងការសូត្រធម៌នេះបញ្ជាក់ថាក្នុងការសូត្រធម៌ប្រសិទ្ធិអំបោះសម្រាប់មុនចំដៃគឺលោកចេះធម៌អីក៏សូត្រទៅសូម្បីតែយ៉ាងតោក៏ដោយឬក៏អភវតុសពមង្គលរកណ្ដសពទេវតាជាដើមក៏លោកសូត្រទៅសិតតែធម៌ព្រះតាធម៌ហ្នឹងបាទហើយទៅទុនធម៌យ៉ាងតោដូចថានឹងលើកទៅពីសូត្រថាជាយ៉ាងតោហ្នឹងគឺយើងលើកសូត្រអីមកទៀតក៏តបានចាទាំងនៅក្នុងពេល7ហ្នឹងបាទអញ្ចឹងយើងអាចយកធម៌អីដូចជាធម៌អាយុបត្តកោក៏បានឬក៏យន្តទុនដីសិតតែនឹងសិតតែធម៌ការពីឧបទ្រពចង្រៃអបមង្គលសុបិនអក្រក់អីជាដើមឬក៏ធម៌អីផ្សេងៗក៏តបានដែរផ្សាយមេត្តាអីក៏តបានដែរមិនមានជាទោះអីទេបាទប៉ុន្តែជាទំនៀមបុរាណលើយើងទៅទៅនឹងការប្រវត្តិ7លោកតែងតែសូត្រទីយន្តោព្រោះជាធម៌នឹងអីគឺជាធម៌ដែលខ្ពង់ខ្ពស់ជាងគេធម៌ដែលបានសូត្រសរសើរពីគុណនៃព្រះសម្មាសម្ពុទ្ធដែលព្រះអង្គទ្រង់បានត្រាស់ដឹងឡើងក្នុងលោកហើយព្រះអង្គបានសម្ដែងធម៌ប្រសពសត្វលោកឲ្យបានយល់អំពីសច្ចធម៌អញ្ចឹងនេះគឺជាអ្វីដែលខ្ញុំចង់លើកឡើងនិងចូលរួមចែករំលែកទៅកាន់បងប្អូនយើងតទៅនៅក្នុងពិធីនៃការប្រពៃកម្មវិធីមួយកាលណាបងប្អូនលោកបានយល់បានជ្រាបកាន់តែទូលំទូលាយបាទទាំងយើងអ្នកដឹកនាំក្តីទាំងអ្នកស្ដាប់អ្នកចូលរួមនៅក្នុងពិធីនឹងក្តីពេលខ្លះអស់លោកដូចជាស្ដាប់វីដេអូខ្ញុំហ្នឹងលោកអស់លោកមិនបានកម្មវិធីជាអាចារ្យឬក៏ជាមហាទេប៉ុន្តែអស់លោកអាចជាមេបាចាស់ទុំអាចជាភ្ញៀវកិត្តិយសអាចជាបងប្អូនចូលរួមនៅក្នុងកិច្ចកម្មវិធីមង្គលអញ្ចឹងពេលដែលយើងបានយល់អំពីសេចក្តីឲ្យបានពិស្ដារតិចពេលទៅចូលរួមកិច្ចកម្មវិធីទោះបីតែមានលក្ខណៈប្លែកគ្នាក៏យើងមិនឆ្ងល់ដែរបាទព្រោះក្នុងរឿងពិធីមង្គលការខ្មែរហ្នឹងក៏មានច្រើនអ្នកខ្លះចាស់ទុំខ្លះឬក៏អស់លោកខ្លះលោកទៅការនៅខេត្តនោះលោកថាខេត្តនោះដូចធ្វើខុសពីខេត្តយើងឯណាឬក៏ថាទៅការគេនោះថាខេត្តយើងនេះធ្វើខុសពីខេត្តគេនោះឬក៏លោកអាចារ្យនេះធ្វើខុសពីលោកអាចារ្យនោះបាទអញ្ចឹងប្រសិនបើចាំនិយាយថាប្រសិនបើលោកអាចារ្យលោកនៅក្នុងក្បួនចេះដឹងក្នុងក្បួនរបៀបរបបទោះបីតែឃើញខុសមែនក៏ដោយមិនមែនខុសនៅក្នុងក្បួនទេបានន័យថាខុសនៅក្នុងគ្រាន់តែការដឹកនាំនេះគ្រាន់តែប្លែកមិនមែនជាខុសទេថាគ្រាន់តែប្លែកនៃការដឹកនាំពេលខ្លះហេតុអីបានតែប្លែកដើម្បីយកដាក់ដល់ឡោមទៅតាមអស់លោកដែលចង់បាននោះតែពេលខ្លះលោកចង់បានដោយរបៀបរបស់ខ្លួនលោកបើសិនបើអស់លោកខ្លះដឹកនាំកិច្ចកម្មវិធីថាអាស្រ័យទៅលើលោកមហាលោកអាចារ្យលោកអាចដឹកនាំបានរបៀបណាដើម្បីឲ្យជាស្រីសុស្ដីគឺយើងខ្ញុំទាំងអស់គ្នានឹងអនុវត្តតាមនេះខ្ញុំខ្លួនឯងផ្ទាល់ខ្ញុំដឹកនាំពិធីមង្គលការហ្នឹងពេលដែលខ្ញុំទៅដឹកនាំខ្ញុំក៏បានសួរនាំថាតែកិច្ចកម្មវិធីអស់លោកចង់បានបែបណាខ្លះសូមប្រាប់ឲ្យខ្ញុំបានដឹងផងដល់ពេលរួចទៅគាត់ក៏បន្ទប់ដាក់លើយើងដែលជាអាចារ្យតែម្ដងទៅថាគឺអាស្រ័យលើលោកអាចារ្យលោកមហាដឹកនាំបែបណាឲ្យត្រូវតាមបែបបទទម្រង់ប្រពៃណីយើងទៅហើយឲ្យធ្វើម៉េចឲ្យតែជាស្រីសុស្ដីធ្វើយ៉ាងណាឲ្យតែមានភាពរលូនដំណើរការបានល្អទៅគឺគាត់អនុលោមតាមយើងអញ្ចឹងពេលដែលគាត់មានភាសាបែបនេះខ្ញុំសប្បាយចិត្តណាស់ព្រោះថាយើងដឹកនាំកិច្ចកម្មវិធីយើងមិនចង់ឲ្យមានការប្រតិបត្តិទេហើយយើងក៏មិនមែនថាដាក់ចិត្តទៅគឺទាញពីខាងគាត់មកតាមយើងតែម្យ៉ាងទេយើងក៏ដូចគ្នាដែរគឺត្រូវមានការសួរនាំគ្នាដឹងពីគ្នាហើយលោកអ្នកដែលជាម្ចាស់កម្មវិធីក៏ដូចគ្នាបើសិនបើលោកចង់បានបែបណាគឺយើងត្រូវឲ្យយោបល់ឲ្យមតិទៅលើអ្នកដែលពាក់ព័ន្ធទាំងអស់ធំសំខាន់ជាងគេក្នុងកិច្ចកម្មវិធីនេះគឺលោកអាចារ្យលោកមហាបន្តមកទៀតមានអ្នកណាមានដូចជាអ្នកពាក់ព័ន្ធដូចជាភ្នួងអ្នកសំអាងមានដូចជាថតខាងឌីកចុងភៅមេក្រូភ្លេងខ្មែរអីទាំងអស់អ្នកពាក់ព័ន្ធផ្សេងទាំងអស់ហ្នឹងគឺសិតតែត្រូវឲ្យលោកដឹងកិច្ចការនេះទាំងអស់បើសិនបើ
លោកបានប្រឹក្សាសម្រាប់ការងារនឹងជាមួយលោកអាចារ្យលោកមហារួចហើយពីបានទាំង4យករំស្របនេះហើយគឺថាលោកអាចឲ្យឱកាសនេះជូនទៅដល់លោកមហាលោកអាចារ្យដើម្បីជម្រាបប្រកាសអ្នកពាក់ព័ន្ធទាំងអស់ហ្នឹងឲ្យលោកបានជ្រាបអំពីបំណងការចង់បានរបស់លោកមេបាទាំង4នេះតែថាមានតាមមេតាខាងប្រុសនិងមានតាមមេតាខាងស្រីដែលលោកចង់បានហ្នឹងចឹងឲ្យអស់លោកនឹងបានដឹងនៅដំណើរការកម្មវិធី2យប់3ថ្ងៃឬក៏1យប់1ថ្ងៃឬក៏1ព្រឹកឬក៏1ថ្ងៃរបស់យើងឲ្យដឹងព្រមគ្នាហើយកម្មវិធីគឺប្រព្រឹត្តទៅដោយរលូនមានជាភាពសប្បាយរីករាយទាំងអស់គ្នាបាទអញ្ចឹងខ្ញុំសូមលើកឡើងមកតកតងទៅនឹងកិច្ចការងារនៅក្នុងពិធីមង្គលនេះព្រោះពេលដែលយើងធ្វើតែងតែមានតែបទពិសោធន៍ហើយពេលបានបទពិសោធន៍ល្អក៏ចង់យកមកចែករំលែកគ្នាឲ្យអស់លោកបានជ្រាបអញ្ចឹងខ្ញុំសូមបញ្ចប់សំណួរ